បាទបងខ្ញុំណៃមកអង្គុយនេះមើលនិយាយគ្នាតិចមើលបាទបងណៃមកស្ងួតអញ្ចឹងថ្ងៃហ្នឹងអត់ធ្វើលំហាត់គ្រូទៀតណាលំហាត់គឺរឿងពិបាកដល់បងច្រើនណាហើយណាមួយខ្ញុំរៀនអត់ទាន់គេបងដោយសារមួយរយៈឡូវខ្ញុំរវល់ច្រើនពេកហើយណាមួយក៏មានការដូចថាដូចរៀនអត់ចូលបងមួយរយៈហ្នឹងហើយគ្រូក៏ដាក់លំហាត់ឲ្យពិបាកច្រើនហើយអត់សូវយកចិត្តទុកដាក់ជាមួយនឹងកូនសិស្សមិនអីបងរៀនអត់សូវចូលទេបងណៃមិនក៏មិនសួរគ្រូខ្ញុំសួរដែរតែប៉ុន្តែគាត់ដោយលក្ខណៈថាសិស្សច្រើនពេកគេសួរច្រើនអញ្ចឹងណាបងហើយអញ្ចឹងខ្ញុំក៏អត់ហ៊ានសួរគាត់ដែរអញ្ចឹងចាំមើលបងទេស្អែកទៅលោកគ្រូភ័ណ្ឌមើលថាតើគាត់បញ្យោសិស្សបែបណាហើយមានមេរៀនណាបំពន់បន្ថែមលើអូនឯងណាចាំមើលបងស្អែកបងទេទៅមើលសួរគាត់តិចហើយព្រោះអីស្អែកហ្នឹងមេរៀនទី1ម៉ោងទី1ហ្នឹងគឺគាត់អ្នករៀនបាទបងបាទហើយខ្ញុំអរគុណបងច្រើនណាបងណាដែលបងបានជួយឲ្យយោបល់ខ្ញុំហើយជួយតាក់ទងទៅលោកគ្រូដើម្បីពង្រឹងនៅការរៀនក៏ដូចជាមេរៀនដំបូងអញ្ចឹងដែលខ្ញុំអត់ទាន់សូវយល់ដែរអញ្ចឹងមានអរគុណបងច្រើនហើយដែលបងបានដាស់តឿនប្អូនអញ្ចឹងណាបងអរគុណច្រើនបងចាអូនណៃចេញរៀនណាបាទបងខ្ញុំចេញពីរៀនហើយបងបងផងមិញបានទេទៅសួរលោកគ្រូភ័ណ្ឌថាអូនឯងមានការចាប់យកមេរៀនយឺតជាងសិស្សដទៃចឹងទេអូនឯងដល់តែបន្ថែមខ្លួនឯងថែមខំខ្លួនឯងថែមបើមិនអញ្ចឹងទេអូនឯងរៀនអត់ទាន់គេនេះលោកគ្រូប្រាប់អញ្ចឹងបាទបងបាទអរគុណបងច្រើនណាស់ថាខ្ញុំដូចតែបងដឹងស្រាប់ហើយខ្ញុំមួយរយៈហ្នឹងប្រាប់ថាបងថាខ្ញុំរវល់អញ្ចឹងបងអីម្លោះហើយរៀនអត់សូវទាន់គេទេហើយបងអរគុណបងច្រើនណាស់ដែលបងបានប្រាប់លោកគ្រូភ័ណ្ឌឲ្យពង្រឹងឲ្យខ្ញុំព្យាយាមបន្ថែមទៀតអញ្ចឹងណាបងពីព្រោះលោកគ្រូថាអូនឯងចាប់មានការយឺតជាងសិស្សដទៃហ្នឹងមកពីអូនឯងហ្នឹងពេលទៅរៀនហ្នឹងមានពេលខ្លះម៉ោងគាត់យឺតម៉ោងដែរអញ្ចឹងគាត់ថាពេលចូលមកមេរៀនហ្នឹងរៀងហួសទៅមុខបន្តិចហើយអញ្ចឹងពេលអូនឯងពេលចូលទៅរៀងហួសបន្តិចហ្នឹងអូនឯងត្រូវសួរបន្ថែមពេលហ្នឹងគឺអាកណាត់ដែលយើងដាច់ហ្នឹងណាអូនឯងត្រូវសួរបន្ថែមបើមិនអញ្ចឹងទេអូនឯងបាននៅតែចម្ងល់ហើយអញ្ចឹងរៀនអត់ទៅមុខទេនេះឃើញទេមេរៀនក៏អត់ទៅមុខហើយលោកគ្រូក៏គាត់ពិបាកបញ្យល់យើងដែរកាលណាទៅគោះហើយបកមកក្រោយវិញគឺទៅដោយសារតែយើងម្នាក់ហ្នឹងក្នុងថ្នាក់ចឹងអូនឯងដល់ខំណាបាទបងបាទហើយលោកគ្រូថាចិត្តប្រឡងចិត្តអីផងនេះអូនអូនឯងមិនដែរខ្ញុំគិតថាចិត្តប្រឡងហ្នឹងបងថាឥឡូវនឹងខ្ញុំរវល់ច្រើនហើយណាមួយអត់សូវបានមើលមេរៀនអញ្ចឹងបងអត់រំលឹកមេរៀនអញ្ចឹងខ្ញុំខ្លាចតែការប្រឡងរបស់ខ្ញុំអត់ទទួលបានជោគជ័យខ្លាចតែទទួលបានថា50បងដូចអត់សូវទុកចិត្តលើខ្លួនឯងពេញ 100% អញ្ចឹងណាបងនៅសល់មួយខែទៀតណោះអូនឯងខំទៅព្រោះមួយខែមានរយៈពេលវាយូរដែរហើយការបញ្យូរមេរៀនឡើងវិញហ្នឹងលោកគ្រូភ័ណ្ឌគាត់ថាគាត់នឹងព្យាយាមយកពេលវេលាខ្លះមកបន្ថែមឲ្យអូនឯងអញ្ចឹងណាបាទបងបាទអរគុណបងច្រើនណាចាំមើលចាំបងអូននឹងខិតខំព្យាយាមបើកទន្ទិញមេរៀនឡើងវិញនឹង review ឡើងវិញដើម្បីឲ្យបានដល់ថ្ងៃប្រឡងគឺយ៉ាងណាក៏បងអូនសង្ឃឹម50 ដែរបងដោយសារតែការប្រឡងនេះគឺមេរៀនវាច្រើនហើយណាមួយរៀនពិបាកដែរបងអញ្ចឹងបងអរគុណ50មិនក៏80ដែរឬអត់សូវ100%លើខ្លួនឯងដោយសារតែឥឡូវដូចថារវល់ច្រើនអញ្ចឹងណាបងអត់សូវមានពេលអន្តែមេរៀនអញ្ចឹងគិតថាវាពិបាកខ្លួនឯងអញ្ចឹងណាបងអញ្ចឹងមានតែសង្ឃឹមតែ50បានហើយបាទក្នុងការប្រឡងនេះបាទតែបងសង្ឃឹមថាអូនឯងនឹងអាចទៅមុខបានដោយសារលោកគ្រូភ័ណ្ឌគាត់មានពេលឆ្លៀតពេលមកបន្ថែមឲ្យអូនឯងអញ្ចឹងណាបាទបងអញ្ចឹងអូនឯងដល់តែខំខ្លួនឯងថែមបាទបងអញ្ចឹងអូនឯងដូចជា10ម៉ោងចេញអញ្ចឹងបាទបងបាទអរគុណបងច្រើនបងណាដែលបានអត់ដែលបងឲ្យយោបល់រហូតអញ្ចឹងដាស់តឿនបងអូនរហូតអញ្ចឹងអរគុណបងច្រើនបងនិយាយមកទៀតបងបាទសូមអរគុណបងប្អូនទាំងអស់គ្នា
ដែលបងប្អូនតាមវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេក្នុងការអប់រំការឲ្យចូលរៀនទៀងទាត់ពេលហើយនឹងឲ្យត្រឹមត្រូវក្នុងពេលវេលានៃការសិក្សាអរគុណច្រើនជម្រាបលា